សូមបួងសួងដល់ស្ដេចជ័យវរ្ម័នទី7ដែលជាវីរបុរសខាងសឹកសង្គ្រាមអស្ចារ្យដែលបានបន្សល់ទឹកដីទុកឲ្យកូនចៅជំនាន់ក្រោយរស់នៅទាល់ដល់សព្វថ្ងៃនេះបច្ចុប្បន្ននេះតាំងពីពេលដែលគ្មានលោកតាគង់ប្រថាប់នៅលើដែនដីកម្ពុជារបស់យើងតែងតែមានចោរឈ្លានពានទឹកដីតែងតែមកដណ្ដើមកាត់យកទឹកដីយើងជាហូរជាហែសូមដួងវិញ្ញាណខណ្ឌស្ដេចជ័យវរ្ម័នទី7សូមលោកចូលសន្ធិដ្ឋក្នុងវរៈកងទ័ពដើម្បីកម្ចាត់ចោរឈ្លានពានទឹកដីនិងប្រឡាយពួកវាឲ្យវិនាសចាប់ពីពេលនេះតទៅសូមដួងវិញ្ញាណខណ្ឌរបស់ស្ដេចជ័យវរ្ម័នទី7ជួយបណ្ដេញចោរឈ្លានពានឲ្យវិនាសសពសូន្យចាប់ពីពេលនេះតទៅវិនាសសពសូន្យចាប់ពីពេលនេះតទៅដើម្បីថែរក្សាទឹកដីយើងឲ្យគង់វង្សនិងកម្ចាត់ជនណាដែលតែងតែចង់បានទឹកដីប្រទេសយើងឲ្យវិនាសរលាយតន់ហន់ហើយសូមបួងសួងសូមឲ្យប្រជាពលរដ្ឋប្រទេសកម្ពុជាយើងទាំងអស់បានសុខចម្រើនលោកតាមួយចុះនេះឲ្យជាស្នាដៃចៅសៀមចង្រៃដែលបានបាញ់បំពេញបំផ្លាញប្រាសាទនិងផ្ទះប្រជាពលរដ្ឋជាកូនចៅរបស់លោកតាគ្មានសល់នេះជាប្រាសាទតាក្របីហើយនឹងមានទាំងប្រាសាទព្រះភិយាជាមរតកស្នាដៃបុព្វបុរសយើងចំនួនមុនបន្ទាប់ពីលោកតាផងដែរកូនចៅមានការសោកស្ដាយជាខ្លាំងបើមានប្រវត្តិមិនមានលោកតាស្ដេចជ័យវរ្ម័ននៅមិនដឹងជាល្អប៉ុណ្ណាទេហើយក៏គ្មានប្រទេសណាហ៊ានធ្វើសឹកសង្គ្រាមជាមួយលោកតាជ័យវរ្ម័នទី7ដែរហើយសូមដួងវិញ្ញាណខណ្ឌលោកតាជ័យវរ្ម័នទី7ថែរក្សាវីរៈកងទ័ពយើងទាំងអស់ព្រមទាំងមេទ័ពទាំងអស់ដែលការពារទឹកដីយើងឲ្យបានចម្រុងចម្រើនឲ្យបានឈ្នះអស់មេសត្រូវទាំងអស់ឲ្យពួកគាត់មាននៅធម៌ពលពីលោកតាខ្លាំងដើម្បីគ្រប់គ្រងដែនដីប្រទេសកម្ពុជា